មស្រស់ដល់ពេលរសៀលអ្នកស្វិតក្រពងធ្លាក់ចាក់មែកមករងកម្មពីស្នេហាខ្ញុំព្រៀបបាននឹងស្នេហាព្រះអាទិត្យនិងព្រះច័ន្ទខ្សែភាពយន្តខ្មែររឿងផ្កាអង្គាបោះគឺបានដឹកនាំសម្ដែងដោយលោកចៅហុងហើយនិងលោកផឹកសំផេនដោយមានតារាជាច្រើនដួងចូលរួមសម្ដែងរួមមានលោកគង់សំអឿននាងសោមវណ្ណសូដានីនាងសោមបុប្ផាលោកអោឌុំនាយត្រង់ដឺលោកសូជិនហើយនិងលោកសោមសុផុនជាដើមកាអង្គាបងអើយកាអង្គាបងតែលើដៃមកណាយើងទាំងពីរគ្មានទៅមកណាដល់យើងបងគឺស្នេហ៍ចិនស្មោះហើយខ្សែភាពយន្តរឿងផ្កាអង្គាបោះនេះបានដាក់បញ្ចូលនៅចម្រៀងដ៏សែនពីរោះអន្លង់អន្លោចចំនួន2បទគឺបទផ្កាអង្គាបោះច្រៀងដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកនាងរស់សេរីសុទ្ធាបទទី2មានចំណងជើងថារងចាំសន្យាច្រៀងដោយអ្នកនាងរស់សេរីសុទ្ធារងចាំចាំពីសន្យាពីដល់បងថាបងមកគ្រប់ត្រីឥឡូវអូនចាំច្រើនឆ្នាំខែថ្ងៃមិនឃើញប្រត្រៃរងចាំនិស័យលូតថ្លៃអោណោនេះកូនចាំអីទៀតទៅទិញស្រាយអើយូរឡើងចាខ្ញុំទៅហើយបងរឿងស្លៀកខ្យល់ដណ្ដប់មេឃនិពន្ធឡើងដោយកវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿនផលិតឡើងដោយផលិតកម្មឃ្លាំងមឿងភាពយន្តរួមសម្ដែងដោយគង់សំអឿនសម្ដែងជាតួផនវិជ្ជរាដានីសម្ដែងជាតួវិល័យត្រង់ដឺសម្ដែងជាតួកនលក្ខថាវរីសម្ដែងជាតួវិឡាម៉ុងដូលីនសម្ដែងជាតួកន្ត្រៃពេជ្រសោមដរិនសម្ដែងជាតួតយព្រួញមាសសម្ដែងជាតួសែនប្រុកកាជូនសម្ដែងជាតួកំសាន្តតាជាសម្ដែងជាតួផង់ម៉ាក់ជាសម្ដែងជាយាយហោះមុតសរឿនសម្ដែងជាតួអ្នកមលិះហើយក៏អមដោយតារាកិត្តិយសចំនួន3រូបគឺលោកអាប់ឌុលសេរីអ្នកស្រីសូសវឿនហើយនិងតារាក្បាច់គុណជាសារៈបងអើយស្រីបងអវងអើយអោស្រីបងអើយអូណារៀមលួចស្នេហ៍ស្នងយ៉ាងក្នុងដួងអើយចិត្តអូណារៀមលួចស្នេហ៍ស្នងយ៉ាងក្នុងដួងអើយចិត្តរឿងស្រីស្រស់តោងវងគឺជាប្រវត្តិនៃព្រេងនិទានខ្មែរដែលបានបង្កប់នៅអាតកំបាំងហើយខ្សែភាពយន្តរឿងស្រីស្រស់តោងវងបានផលិតឡើងក្នុងឆ្នាំ1974ដែលដឹកនាំរឿងដោយលោកអ៊ុចថនខ្សែភាពយន្តរឿងស្រីស្រស់តោងវងនេះបានចូលរួមសម្ដែងដោយលោកគង់សំអឿនអ្នកស្រីទឹកវិជ្ជរាដានីលោកនុបណែមលោកនងឈុំម៉ៃយ៉ាសិតលោកសំសុផុននីត្រង់ដឺនិងកុមារាតុងទីនស្នេហ៍គឺស្លុតអូវងអើយអងស្មារតីបងស្នេហ៍គឺស្លុ
ត់អវងអើយអង្គស្មារតីអូនក៏អាណិតប្រថ្លៃទាំងចំបាយញ៉ាយចិត្តអូណាស្លាំរួងមិនគិតឲ្យតាបានយវប្រឡំលោករឿងពស់វែកស្រងាបានចេញផ្សាយនៅអំឡុងដើមទសវត្សរ៍ទី70ដែលនិពន្ធដោយលោកអៀងចារូនហើយប្រឡំលោករឿងពស់វែកស្រងានេះត្រូវបានផលិតកម្មតាព្រំភាពយន្តយកមកផលិតជាខ្សែភាពយន្តនៅចុងឆ្នាំ1972ប្រនេះមកពីណាយ៉ាមិនដែលក៏ហ៊ានម្ល៉េះចូលមកទីសួនរបស់ផងគេអញចេញទៅប្រយ័ត្នក្រុងមាជាបិតាខ្ញុំមកទាន់ណាខ្សែភាពយន្តរឿងពស់វែកស្រងានេះបានផលិតឡើងដោយផលិតកម្មតាព្រំភាពយន្តដែលនិពន្ធដោយលោកអៀងចារូនហើយក៏បានដឹកនាំរឿងដោយលោកអៀងចារូនដែរក្លិនក្រអូបគុណមកលេទៅរូបមេយ៉ាមកលើអាស្រីបងសូមមេផ្ដេកផ្ដិតមេយ៉ាស្និទ្ធមេត្រីរឿងពស់វែកស្រងាបានក្លាយជាខ្សែភាពយន្តដ៏ល្បីល្បាញនាគ្រានោះដែលបានចូលរួមសម្ដែងដោយលោកជាយុទ្ធថនអ្នកស្រីទិតវិជ្ជរតនីលោកម៉ាយាសិទ្ធនាងសោមបុប្ផានាយត្រង់ដឺនិងតារាប្រុសស្រីជាច្រើនរូបទៀតហើយអីអូនយើងនាំគ្នាសុំទោសលោកទៅអូមិនបានទេបងបិតាអូនកាច់ណាស់ជប់សិនយកជាមកស្ដាប់នេះអាចចោលគេចាប់លួចកូនក្រមុំអញកូនសូមអត់ដឹងតែណាបិតាអាយណែកាមសាហេលួចកូនក្រមុំអញយ៉ាយ៉ាមិនបានទេមិនបានទេមិនបានទេរឿងកំពូលដួងចិត្តជាប្រឡំលោកភាពយន្តទិញមួយក្បាលតម្លៃ18រៀលរឿងកំពូលដួងចិត្តផលិតដោយផលិតកម្មគិរីរំភាពយន្តសម្ដែងដោយទីនណូវ៉ានប់ណែមសាក់ស៊ីស្មោងនិងរួមសម្ដែងដោយតារាជាច្រើនរូបទៀតរឿងកំពូលដួងចិត្ត
អមដោយចម្រៀងមួយបទយ៉ាងពីរោះជាប់ចិត្តនិពន្ធបទភ្លេងដោយមិត្តវ៉យហូច្រៀងដោយអ្នកនាងហ៊ុយមាសប្រគំជាចង្វាក់ស្លូ